សួស្តីពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនមកញ៉ាំតារ៉េនជាមួយខ្ញុំពុកម៉ែបងប្អូនមើលវីដេអូនឹងតើពុកម៉ែបងប្អូនឃើញម៉ោងប្រមាណហើយឃើញពេលយប់ឬឃើញពេលថ្ងៃតារ៉េននេះគឺខ្ញុំមកលេងខេត្តសៀមរាបហើយបានទៅចំការតារ៉េនទិញបាន5ផ្លែណាអំពូមីងហើយតារ៉េននឹងគឺធំមែនតែនម្ដងអំពូមីងហើយនិយាយរួមទៅពីវីដេអូហ្នឹងដែលបានទេទៅលើកនេះគឺបានហើយអំពូមីងហើយគឺផ្លែគឺថាធំមែនតែននិយាយទៅប៉ះអាធំមាន5គីឡូ6គីឡូ4គីឡូកន្លះអំពូមីងហើយតារ៉េនហ្នឹងគឺអត់បានថាយកមកពុះពេលយប់ទេគឺយកទុកពេលព្រឹកដល់ពីពុកគាត់ងើបទៅកតុបទឹកគាត់ថាគាត់ឈ្ងុយតារ៉េនគាត់ដឹកឃ្លានណាហើយចំណែកប្អូនខ្ញុំនេះវិញវាដេកក្បែរតារ៉េនវាថាវាឈ្ងុយតារ៉េនវាដេកលក់ទេវាហើយវាតដាស់ខ្ញុំថាពុះតារ៉េននឹងមួយសិនដឹងដល់ពេលហ្នឹងក៏តដាស់ខ្ញុំក៏មកនិយាយរួមទៅគឺខ្ញុំដេកចិត្តលក់ហើយព្រោះម៉ោងឡើងមិន10យប់ហើយដល់ពេលខ្ញុំក៏មកទៅបងប្អូនហើយមកពុះហើយមិនគ្នាតិចទេបងប្អូនអើយនៅក្រោយខ្ញុំនឹងគ្នាច្រើនមែនតើហ្មងណាដល់ពេលហ្នឹងខ្ញុំពុះមុនដំបូងវាថាពុះតែមួយទេអំពុះមីងហើយខ្ញុំមាននេះឡើងសោះដៃហើយដោយសារអីវាអត់មានស្រោមដៃដល់ពេលពុះតែមួយណាគ្នាឡើងមកកណូដល់ពេលនេះនឹកឃើញថាពុះបានបណ្ណាយកប៉ុណ្ណឹងទៅអំពុះមីងដូចឃើញអញ្ចឹងនិយាយពីប្អូនខ្ញុំនៅក្បែរខ្ញុំនឹងនិយាយពីថាហុចទៅមកក្លែបអស់2ក្លែបអស់ហើយក្លែបមិនមែនតូចណាក្លែបលងអាធំហើយគ្រាប់ក៏អត់សូវមានដែរនិយាយទៅគ្រាប់ទូចមែនទែនហើយតារ៉េនគេនឹងក្លែបធំអំពុះមីងហើយខ្ញុំមិននេះពុះដោយអំពុះមីងបានឃើញអញ្ចឹងមុនដំបូងពុះពីខ្នងពីក្រោយតារ៉េននេះដល់ពេលវាសោះដៃពេកពុះពីស្នូលវាមកវិញតែម្ដងអំពុះមីងហើយដៃខ្ញុំយកទៅសោះអស់ហើយកវិតវាទូចវាទន់នោះហើយក៏និយាយពីថាតារ៉េនក៏បលាវាមុតដែរខ្ញុំមិននេះយកពីហែកអស់ហើយសោះដៃហើយដូចអំពុះមីងបានឃើញអញ្ចឹងគឺខ្ញុំអត់សូវបានញ៉ាំទេខ្ញុំពុះមកក្លែបហើយមកក្លែបទៀតមកក្លែបហើយមកក្លែបទៀតដោយសារគ្នាច្រើននោះហើយខ្ញុំចូលចិត្តញ៉ាំបំផុតតារ៉េនគឺខ្ញុំចូលចិត្តញ៉ាំអាគៀនវាអាគេថាសាច់បញ្ញាវាសល់ទូចបើអាស្នូលកដាលនឹងអត់សូវចូលចិត្តញ៉ាំអំពុះមីងឃើញសបកស្ដើងហើយនិយាយពីថាមកក្លែបវាចង់3ខាំអីតារ៉េននឹងគឺធំល្អអំពុះមីងហើយអត់សូវទន់ទេសាច់រៀងស្រួយឆ្ងាញ់តែម្ដងណានិយាយថាពុកខ្ញុំនៅក្បែរខ្លួននឹងនិយាយពីដល់កហើយគាត់ឃ្លានពេកគាត់ដេកលក់គាត់ថាឈ្ងុយទីតារ៉េនហើយគាត់អត់ដែរនិយាយទៅគាត់អត់ដែរពុះតារ៉េនផងដល់ពេលនេះមានណាប៉ះមកដល់ខ្ញុំអំពុះមីងអើយខ្ញុំម្នេះនិយាយពីដល់កហើយនិយាយពីថាពុះតារ៉េននឹងពុះឡើងសោះដៃហ្មងហើយគេថាខ្ញុំជំនាញអីអំពុះមីងអើយដោយសារអីមុនដំបូងថាពុះតែមួយទេមិនឃើញតែពុះតែមួយមានឯណាគ្នាច្រើនអំពុះមីងហើយដាក់មកផ្លែអស់2ផ្លែអស់និយាយពីខ្ញុំពុះមកកណាត់យប់នឹងព្រឹកឡើងដៃខ្ញុំឡើងហើមស្ពីងហ្មងណាហើយនិយាយពីមីប្អូននៅក្បែរខ្លួនខ្ញុំវិញអំពុះមីងហើយមិនដឹងថាអស់ប្រហែលគីឡូទេនិយាយពីខំយកតែម្ដងហើយតារ៉េននឹងវាអត់សូវមានគ្រាប់ផងខ្ញុំទៅសើវាមែនហើយខែក្តៅទៀតណាអំពុះមីងខែនេះខែក្តៅណាហើយវាញ៉ាំតារ៉េននោះគឺញ៉ាំបានច្រើន